ជំរាបសួរបងប្អូននេះលំអងឃ្មុំដែលខ្ញុំមកប្រមូលនៅទីហ្នឹងហើយចំនួនឃ្មុំដែលយើងដាក់ប្រមូលយកផ្កាព្រៃនៅទីនេះគឺមានចំនួន25សបុកហើយ25សបុកនេះប្រមូលបានប្រហែលជា2គីឡូជាងបាទប្រហែលជា2គីឡូជាងអញ្ចឹងយើងគិតទៅប្រហែលជា10សបុកអីអាចប្រមូលបាន1គីឡូលំអងឃ្មុំណាបងប្អូននេះដែលខ្ញុំកំពុងតែកាន់ហ្នឹងហើយយើងប្រមូលនៅទីនេះគឺនេះយើងប្រមូលនៅទីនេះគឺយើងប្រមូលនៅព្រៃធម្មជាតិពិតៗណាបងប្អូនណាហើយយើងបានពីលំអងផ្កាបុះនេះបងប្អូនតែងឃើញខ្ញុំបង្ហាញផ្កាហ្នឹងហើយគឺជាផ្កាមួយដែលមានក្លិនក្រអូបឆ្ងាញ់ហើយមានសម្រស់មានរូបឆោមឡោមពណ៌របស់ផ្កាហ្នឹងក៏ស្អាតណាស់ដែរបងប្អូនណាហើយអត្ថប្រយោជន៍របស់ផ្កាហ្នឹងក៏កាន់តែវិសេសថែមទៀតប៉ុន្តែចង់ជម្រាបជូនបងប្អូនថាលំអងនេះលំអងបោះនៀកនេះដើមបោះសនៀកហ្នឹងគឺផ្ការបស់វាផ្ដល់តែលំអងទេផ្ដល់តែលំអងទេសម្រាប់សត្វឃ្មុំអត់មានផ្ដល់ទឹកដមទេមានប្រភេទរុក្ខជាតិខ្លះផ្ដល់ទាំងទឹកដមផ្ដល់ទាំងលំអងឧទាហរណ៍ដូចជារដូវកាលនេះក៏យើងប្រមូលផ្កាកូលែនព្រៃដែរផ្កាកូលែនព្រៃផ្ដល់តែទឹកបាទឬក៏យើងហៅថាទឹកដមហ្នឹងផ្ដល់តែទឹកសម្រាប់សត្វឃ្មុំទេអត់មានលំអងទេតែបោះនៀកនេះផ្ដល់តែលំអងទេអត់មានទឹកទេអញ្ចឹងវាទៅតាមរុក្ខជាតិនីមួយណាបងប្អូនហ្នឹងហើយទៅតាមរុក្ខជាតិនីមួយផ្ដល់អត្ថប្រយោជន៍ឲ្យឃ្មុំរៀងខ្លួនបាននេះបងប្អូនខ្ញុំបង្ហាញម្ដងទៀតផ្កាបូននេះផ្ការបស់វាដែលវារយវាជ្រុះហ្នឹងបងប្អូនណាបាទអរគុណបងប្អូនចំពោះការតាមដានទស្សនានៅវីដេអូដែលខ្ញុំធ្វើការបង្ហាញជូនបងប្អូនឲ្យកាន់តែស្គាល់អំពីក្រុមហ៊ុនយើងខ្ញុំកាន់តែច្បាស់ថាពួកយើងប្រមូលពីផ្កាព្រៃពិតបាទសូមអរគុណសូមជម្រាបលាណាបងប្អូនហ្នឹងហើយ